អូខេនេះគឺជាវីដេអូទី3នៃ TD ទី3របស់ Probab គឺ continue random variable អូខេនៅក្នុងសំណួរលេខ11យើងនិយាយតកតងមួយនឹងnormal distribution អញ្ចឹងគេថា article of reliability of those domestic waste biofilm reactor អញ្ចឹងនៅក្នុង journal ណាមួយអញ្ចឹងទៅ suggest that the substrate concentration milligram per cubic centimeter of influence to a reactor is normal distribution with មួយស្មើប៉ុណ្ណឹងបើសិនយើងបកប្រែជាខ្មែរវារៀងពិបាកតិចអញ្ចឹងខ្ញុំអានថាកាត់ទៅអញ្ចឹងអានេះគេនិយាយតកតងមួយនឹងអត្ថបទស្រាវជ្រាវមួយដែលដកស្រង់ពីទស្សនាវដ្តីនៃបរិស្ថានវិទ្យាសាស្ត្របរិស្ថានឬក៏វិស្វកម្មបរិស្ថានហ្នឹងហើយនៅក្នុងឆ្នាំ1995បាន suggest ថា concentration ឬក៏កំហាប់នៃ influence នៅក្នុង reactor របស់យើងកាលនេះអាចជាកាកសំណល់កំហាត់នៃកាកសំណល់របស់យើងហ្នឹងវាគិតជាមីលីក្រាមនៅក្នុងសង់ទីម៉ែត្រគីបអញ្ចឹងវាមានទម្រង់ជាលក្ខណៈ normal distribution ដែលគេឲ្យមក min ស្មើជាមួយនឹង 0.33 និង standard deviation ស្មើ 0.06 ចឹងដំបូងបំផុតនៅពេលអ្នកគ្នាយើងគណនាលំហាត់យើងអានឲ្យយល់ហើយយើងមើលអ្វីដែលគេប្រាប់អញ្ចឹងអានេះគេប្រាប់មកឲ្យថាសំណួរយើងជាបំណែកចែកដែលយើងសិក្សាហ្នឹងគឺជា normal distribution អញ្ចឹងយើងអាចថា x របស់យើងនេះគឺជា normal distribution តែម្ដងអញ្ចឹងយើងអាចតាំងតាមក្រោយនៅពេលដែលគេសំណួរអញ្ចឹងនេះយើងត្រូវស្គាល់មួយយើងត្រូវស្គាល់ variant បាទអញ្ចឹងគេឲ្យមកមួយស្មើជាមួយនឹង 0.30 ហើយនឹង standard deviation គឺ 0.06 អញ្ចឹងយើងអាចទាញរក variant របស់យើងគឺស្មើ 0.06 O-grade អញ្ចឹងណាអញ្ចឹងយើងមកដឹងថាវាស្មើប៉ុន្មានដែរប៉ុន្តែយើងមិនចាំគណនាដល់ variant standard deviation ក៏បានអញ្ចឹង 0.06 O-grade អញ្ចឹង 0.036 បាទអូខេ variant រៀងទូចមែនទែន36អូខេអញ្ចឹងយើងអានហើយតមកទៀតយើងស្គាល់អីខ្លះអញ្ចឹងនៅក្នុងnormal distribution យើងមាន score មួយគឺ z យើងត្រូវស្គាល់ដែរអញ្ចឹង x ដកជាមួយ1ចែកជាមួយ standard deviation តែវា approximately ជាមួយនឹង n នៅត្រង់កន្លែង0ហើយនឹង1ហើយយើងអាចដឹងតកតងមួយនឹង probability របស់ x តូចជាង a ណាមួយបាទអញ្ចឹងអានេះយើងបាន2នៅត្រង់កន្លែង z ហ្នឹងឯងដែល z របស់យើងគឺស្មើជាមួយនឹង x x នេះតូចជាង a យើងអាចថា a បាទ a ដក1ហ្នឹងឯងលើ standard deviation របស់យើងអូខេឧទាហរណ៍ណាបាទយើងមានអីខ្លះដែលយើងអាចយកមកប្រើបានហើយអញ្ចឹងពេលខ្លះគេអាចនិយាយថាសំណួរចុងក្រោយនេះតោះនឹងយើងគណនាសិនហ្នឹងហើយអញ្ចឹងសំណួរ A គេសួរ what is the probability concentration exit 0.25ចឹងនៅក្នុងចន្លោះនេះគឺមានមួយ 0.30 ហើយនឹង standard deviation គេឲ្យមកគេសួររក P របស់យើង probability ដែល concentration យើងអាចតាំង x របស់យើងគឺជា concentration នៃ influence of a reactor ឬក៏ហ្នឹងទៅបាទយើងតាំងទៅអញ្ចឹងនៅត្រង់កន្លែងនេះយើងត្រូវស្គាល់ទី1តើបើសិនជា concentration x របស់យើងតាំងហ្នឹងវាធំជាង 0.25 តើ probability របស់យើងគឺស្មើប៉ុន្មានបាទអានេះយើងអាចយក1ដក2ត្រង់កន្លែង 0.25 នឹងតែម្ដងបាទអានេះជាសិតអញ្ចឹងយើងត្រូវស្គាល់នេះអញ្ចឹង1ដកជាមួយនឹង2អ្នកនរគ្នាស្គាល់អញ្ចឹង 0.25 នេះយើងប្រើតាមទម្រង់ខាងលើបាទអញ្ចឹងសិតរបស់យើង25 0.25 ដក1របស់យើងគឺ 0.3 ចែកជាមួយនឹង 0.06 បាទរៀងឆ្លាតបន្តិចអញ្ចឹងអានេះគឺត្រូវការធួលការជួយបាទយើងអាចប្រើ Excel បានអីក៏បានបាទអញ្ចឹងខ្ញុំដាក់ខាងនេះទៅដើម្បីងាយស្រួលក្នុងការមើលយើងបាន0.25ដក 0.3 ចែកជាមួយនឹង 0.06
ចឹងវាបាន0.ដក 0.8333 ហ្នឹងចឹងនៅត្រង់កន្លែងនេះគឺ1ដក0សំដៅ2ដក 0.8333 អូខេក៏ពិតយើងអាច reverse វាបន្តិចទៀតទៅក៏បានដែរហ្នឹងហើយអញ្ចឹងបើសិនជាសញ្ញាដកយើងបាន1ដកជាមួយនឹង1ដក2នៅត្រង់កន្លែង 0.8333 ហ្នឹងហើយអញ្ចឹងបើនេះយើងស៊ីសងយើងនៅសល់តែ2នៅត្រង់កន្លែង 0.8333 ទេណាអញ្ចឹងយើងអាចមើលតារាងទៅថា probability របស់យើងស្មើប៉ុន្មានចឹងនឹងពឹងផ្អែកមួយការគណនាហើយយើងមើលតារាងទៀតបាទ 0.8333 អញ្ចឹងអត់មានទេបាទមានតែចន្លោះនេះអញ្ចឹងសំទោសយើងមើលតម្លៃ Z តើបាទហ្នឹងហើយអញ្ចឹង 0.83 បាទអញ្ចឹង 0.83 យើងទទួលបាន probability របស់វាគឺ 0.7967 ហ្នឹងហើយអញ្ចឹងនេះគឺស្មើជាមួយនឹង 0.7967 អញ្ចឹងមានន័យថាបើសិនជាកំហាប់concentration របស់យើងហ្នឹងតកតងមួយនឹង West របស់យើងហ្នឹងបាទកាកសំណល់គឺមានលើសពីអាចលើសពី 0.25 កម្រាស់របស់វាលើសពី 25 ឬក៏អាច concentration កំហាប់របស់វាលើសពី 0.25 ហ្នឹងគឺមាន probability រហូតដល់ជិត 80% គេសំណួរ B យើងអានឲ្យយល់សិនគេសួររាល់តើ probability ដែលកំហាប់របស់យើងអាចនឹងក្បែរ 0.1 ហ្នឹងមានប៉ុន្មានជាងជិតដល់ 0.1 ចឹងមានន័យថាយើងរក probability ដែលកំហាប់របស់យើងតូចឬក៏ស្មើ 0.1 បាទអញ្ចឹងនេះយើងជួសរោចូលរូបមន្តយកតែម្ដងអញ្ចឹង2នៅត្រង់កន្លែង 0.01 ដកជាមួយនឹង1វិញ 0.3 ចែកជាមួយនឹង 0.6 បាទហ្នឹងហើយអញ្ចឹងយើងគណនា Excel តិចស្មើជាមួយនឹងដក 3333 បាទចឹងនេះគឺ phi របស់យើងស្មើដក 3.33 អូខេអញ្ចឹងឬក៏ស្មើ1ដកជាមួយនឹង phi នៅត្រង់កន្លែង 3.33 ក៏បានដែរណាអញ្ចឹងមើលតារាងនៅក្នុងសៀវភៅ reference បាទអញ្ចឹង3.33 បាទនេះបាទអញ្ចឹង 0.9996 បាទហ្នឹងហើយអញ្ចឹងយើងទទួលបាន1ដក 0.9996 អញ្ចឹងស្មើ 0.004 អញ្ចឹងស្មើជាមួយនឹង 0.4% អញ្ចឹងមានន័យថាprobability ដែលអាចមានកំហាប់នឹងត្រឹមតែកម្រិត 0.01 ហ្នឹងគឺតិចហើយបាទណា unlikely ហ្នឹងអូខេអានេះបន្តពីហ្នឹងទៅគេសួរ how would you characterize the largest 5% of all concentration level មែនទេទៅសំណួរនៅត្រង់កន្លែងនេះចង់និយាយតកតងមួយនឹងថាតើយើងអាចនិយាយបានថាម៉េចបើសិនជាconcentration level ទាំងអស់ហ្នឹងវាអាចលើសពី 5% នៃធំបំផុតចំនួនធំបំផុតរបស់យើងឧទាហរណ៍នៅក្នុង normal យើងមានរាងរបស់វាគឺជាលក្ខណៈ bell shape ហ្នឹងហើយវាអាស្រ័យទៅលើតើវាធាលទៅខាងឆ្វេងឬក៏ធាលទៅខាងស្ដាំអញ្ចឹងវាតូចមកខាងស្ដាំឬក៏តូចមកខាងឆ្វេងឬក៏ខាងស្ដាំហ្នឹងហើយអាហ្នឹងយើងហៅកតុយវានៅក្នុងករណីនេះឧបកិច្ចថាវាជា normal distribution ដែលយើងមានលក្ខណៈ uniform ចុះបាទហ្នឹងហើយ uniform normal distribution ដែលយើងមានបាទ min នៅ center អានេះគឺបើសិនជាយើងគិតពី CDF ក៏ទុយនៅត្រង់កន្លែងនេះបាទចឹងអានេះឧទាហរណ៍យើងបដិញមកវាបាន 95% ហើយអញ្ចឹងអានៅសល់ទៀតគឺ 5% ចឹងអា largest 5% នៅត្រង់កន្លែងហ្នឹងតើ probability តម្លៃ
តម្លៃ x របស់យើងនឹងតើវាគួរស្មើប៉ុន្មានអញ្ចឹងឧទាហរណ៍យើងអាចគិតថាតម្លៃ x ដែល concentration របស់យើងនឹងតម្លៃរបស់យើងនឹងគួរតែស្មើប៉ុន្មានបើវាស្ថិតនៅក្នុងអា5%ហ្នឹងដើម្បីលើសពីអា95%ផ្សេងទៀតណាបាទអញ្ចឹងយើងប្រើយើងប្រើ probability ដូចគ្នាដែរអញ្ចឹងហើយអញ្ចឹង probability នៅត្រង់កន្លែង c យើងចង់ទៅរក x អញ្ចឹង probability របស់យើងគឺនេះលើសពី95%ទៅអញ្ចឹងខ្ញុំគិតនេះយើងគួរសេមិនដើម្បីឲ្យសមបាទយើងដាក់ z របស់យើងស្មើចេះហ្មងបាទណា z នៅត្រង់កន្លែង95%របស់យើងនោះគួរប៉ុន្មានណា x ក៏ពិតអានឹងយើងអាចរកឃើញទេបាទណាអញ្ចឹង x ដកជាមួយនឹង1នៅលើ standard deviation មូលហេតុយើងដាក់95ដោយសារយើងចង់រកអា level លើសពីអា95នេះចូលទៅដល់5%អញ្ចឹង x របស់យើងគួរតែស្មើអញ្ចឹងនេះ x យើងគុណទៅយើងបានដកអញ្ចឹង1បូកជាមួយនឹង standard deviation សិតនៅត្រង់កន្លែង 0.95 មួយរបស់យើងគឺ 0.30 បូកជាមួយ 0.06 គុណជាមួយនឹង z របស់យើងនៅត្រង់កន្លែង 0.95 អញ្ចឹងយើងទៅមើលត្រង់កន្លែងហ្នឹងបាទ0.95 អានឹងយើងនិយាយតាក់ពងមួយ probability អញ្ចឹងដែនរបស់យើងគឺយើងអត់មានជាក់លាក់ទេប៉ុន្តែយើងយក 1.65 អញ្ចឹង 1.65 ពេលខ្លះអ្នកនរគ្នានឹងរៀនទៅដល់សារស្តិចគេយកវាចែកជា2នៅក្នុងចន្លោះក្តារ 1.65 បាទអញ្ចឹងខ្ញុំគណនាបន្តិចបាទចឹងស្មើជាមួយនឹង 0.399 ឬក៏យើងអាចនិយាយថា 0.40 ក៏បានដែរអាហ្នឹង 0.399 មីលីក្រាមក្នុង1សង់ទីម៉ែត្រគីបអញ្ចឹងដើម្បីឲ្យវាស្ថិតនៅក្នុង 5% អាខ្ពស់បំផុតជាងកំហាប់កម្រាស់ដែលយើងមានពីលើហ្នឹងគួរតែវាមាន x របស់យើងហ្នឹងអាកំហាប់ហ្នឹងគួរតែ 0.39% នេះ 39.9% ឬក៏40 0.399 បាទ sorry ខ្ញុំនិយាយតដានពេកយ៉ាសំណួរហ្នឹងគឺចង់បញ្ជាក់នៅត្រង់កន្លែងហ្នឹងហើយអញ្ចឹងអាចមើលអាពាក្យគេនិយាយបើ largest 5% of all concentration value អញ្ចឹងមានថាអា concentration របស់យើងហ្នឹងតែ95% ទេដើម្បីឲ្យវាធំទៅដល់ 5% ហ្នឹងយើងគិតបានយក x របស់យើងគួរតែស្មើប៉ុណ្ណាគេអាហ្នឹងសំណួរលេខ11បាទអូខេលេខ12ហ្នឹងអត់ខុសគ្នាទេបាទហ្នឹងហើយនៅក្នុងឆ្នាំ1990ខែវិច្ឆិកាគឺគេមានចេញទស្សនវិស័យមួយចេញមកពីវិស្វកម្មគីមីខាងគីមីសិក្សាពិភាក្សាទៅលើភាពសុទ្ធរបស់អុកស៊ីហ្សែនជាលក្ខណៈភាគរយនៅក្នុង supplier មួយប៉ុន្តែខ្ញុំមិនដឹងថា supplier ហ្នឹងក៏ចង់បានអីទេបាទនិយាយពីអីទេសន្មតថា magnesium គឺ91.6 ដែលមាន standard deviation របស់វាគឺ 0.08 សន្មតថារបាយបំណែកចែកនៅក្នុងរបស់យើងហ្នឹងគឺជា percentage purity សំដៅសន្មតថារបាយនៃភាពបរិសុទ្ធជាភាគរយនឹងវាអាចជា approximate normal អញ្ចឹងគេសួររកបន្តអញ្ចឹងសំណួរនៅត្រង់កន្លែងនេះគេបានបញ្ជាក់ឲ្យថារបាយរបស់យើងគឺជា approximately normal បាទអញ្ចឹងមានថាជា normal ទៀតហើយអញ្ចឹង x របស់យើងជា percentage purity បាទនៃ oxygen បាទយើងស្គាល់ថានេះបើសិនយើង x គឺវាដើរតាម
normal ដែលយើងស្គាល់មួយហើយនឹង standard variant បាទដែលមួយរបស់យើងនៅត្រង់កន្លែងនេះក៏ឲ្យមកមធ្យមគឺស្មើ91.6 និង standard deviation គឺ sigma 0.08 បាទមើលបញ្ជាក់ផងអានឹងគឺ standard deviation មិនមែនជា sigma អានឹងគឺជា sigma បើសិនជា variant អានឹង sigma ក្រេពេលអ្នកនរគ្នានិយាយ standard deviation ត្រូវធ្វើអីបន្តអញ្ចឹងប្រយ័ត្នអានហើយយើងសរសេរច្រឡំសំណួរ A បាទខ្ញុំដាក់ពណ៌នេះចាំបាទពីសួរpercentage នៃ purity value អញ្ចឹងចង់ដឹងថាតើwhat percentage of purity value would be expected between 95 to 97 99.5 to 9 and 99.7 អញ្ចឹងអានេះបើសិនយើងគិតអានេះវាជា probab ហើយបាទគេសួរថា probab របស់យើងនៅក្នុងចន្លោះពី 99.5 ហើយនឹង99.7 ហ្នឹងតើប្រមាណភាគរយ purity សម្រាប់អុកស៊ីហ្សែនហ្នឹងអញ្ចឹងអានេះគឺ P នៅត្រង់កន្លែងបាទ 99.5 ដូចជាងស្មើ x របស់យើងបាទដូចស្មើ 99.7 បាទអញ្ចឹងយើងអត់មានស្គាល់តម្លៃទេយើងជួសចូលតាម normal ធម្មតាទៅគឺតាម z អញ្ចឹងនេះវាបានទៅជា 2 បាទនៃ 99.5 ដក99.61 ចែកជាមួយនឹង standard deviation 0.8 បាទដកអានេះខ្ញុំយក sorry អានេះគឺ7 បាទដក phi នៅត្រង់កន្លែង 99.5 99.61 នៅលើ 0.08 ដែរអូខេយើងគណនាលេខទៅបាទបើអញ្ចឹងទេយើងអត់ដឹងថានឹងស្មើប៉ុន្មានទេស្មើ9 ចុចអូខេទី1ស្មើ 1.125 ទី2ស្មើដកអញ្ចឹងអូខេខ្ញុំមានតម្លៃហើយចឹងនេះគឺ phi នៃ 1.125 ហើយដកជាមួយនឹង phi នៅត្រង់កន្លែងបាទដក 1.375 អូខេយើងអាចទៅមើលតារាងវាស្មើប៉ុន្មានចឹង 1.125 បាទ 1.1 យើងបាន12បាទហ្នឹងហើយយើងអត់អាចរកដល់25ទេអញ្ចឹង 1.12 បាទអញ្ចឹង 1.12 អញ្ចឹង 86 ដកនេះខ្ញុំទៅមើលដកហ្មងបាទបើលឿនដក 1.37 បាទ 1.37 បាទនេះដក 1.33 456 7អញ្ចឹង 0.0853 អូខេយើងស៊ីសងគ្នាបន្តិចពេលយើងប្រឡងយើងគួរតែសរសេរលេខអស់មកសិនមកបាទចាំគិតលេខស្មើជាមួយនឹង0.8833ចឹងនេះគឺជា probab នៃ purity percentage របស់ oxygen របស់យើងនៅក្នុងចន្លោះមធ្យមនឹងនៅក្នុងចន្លោះនឹង x របស់យើងនឹងអញ្ចឹងអានឹងគឺអ្វីដែលយើងមានអូខេនេះប្រហែលជាអាចថា 78% ក៏បានដែរ 78% ដែលយើងមាន purity percentage purity of oxygen នឹងចេញមកពី supplier នឹងសំណួរ B what purity value would you expect to exit
exactly 5% of the population នៅត្រង់កន្លែងនេះមានន័យថាយើងត្រូវរកតម្លៃ variable x របស់យើងនេះដែលវាលើស exactly បាទ 5% នៃ population អូខេអញ្ចឹងលើសដូចយើងធ្វើលើកមុនដែរបាទអញ្ចឹង B យើងត្រូវស្គាល់តម្លៃនេះថា z នៅត្រង់កន្លែងលើសពី 5% នៃ population គឺ 0.95 ហើយបាទexactly 5% of all of the population អញ្ចឹង population របស់យើង100យើងនេះទាំងអស់លើសនៃ population ត្រូវអូខេបាទខ្ញុំសុំទោសនៅត្រង់កន្លែងនេះគេចង់និយាយថាតើ 5% របស់យើងនោះតើ x របស់យើងគួរតែស្មើតម្លៃប៉ុន្មានដើម្បីឲ្យpercentage purity របស់ oxygen នឹងលើសពីនឹង 5% នៃ population របស់ oxygen នឹងទាំងអស់អញ្ចឹងខាងលើនេះយើងដូចជាឃើញវាប្រហែល 78% មកក្នុងចន្លោះហ្នឹងបាទតើគួរតែអីស្មើប៉ុន្មានដើម្បីឲ្យវា exit លើសពីនឹងទៀតហ្នឹងហើយខ្ញុំយល់ឃើញអញ្ចឹងបាទអញ្ចឹងត្រង់កន្លែងនេះយើងរកតម្លៃ x អញ្ចឹងខ្ញុំដាក់នេះដក5មកហើយអញ្ចឹង exactly 5% អញ្ចឹង x ដក1នៅលើ standard deviation យើងទាញរក x របស់យើងបាទអញ្ចឹង1បូកជាមួយនឹងstandard deviation គុណជាមួយនឹង z ត្រង់កន្លែង 0.95 បាទនេះយើងមានហើយតម្លៃវាអញ្ចឹងមួយរបស់យើងគឺ 0.96 បូកជាមួយ standard របស់យើង 0.08 គុណជាមួយនឹងនេះ5ដូចជា 1.65 បាទចឹង Excel calculation បាទយើងទទួលបាន 99.742 អូខេអញ្ចឹងមានថា purity value របស់យើងនៅត្រង់កន្លែងនេះប្រហែលជា 99.42% ដែលវាលើស exactly 5% នៃ population របស់យើងហ្នឹងយើងអាចគិតចឹងបាទអូខេហ្នឹងគឺសំណួរលេខ12បាទអូខេលេខ13នេះនិយាយទៅតមួយនឹងកម្ពស់ទ្រូងរបស់ដើមឈើបាទអញ្ចឹងនេះយើងនិយាយទៅតមួយអង្កត់ផ្ចិតរបស់ឈើមួយប្រភេទដែលវាមានរបាយជាលក្ខណៈ normal យើងមាន1ស្មើ 8.8 និង standard deviation 2.8 ដែលគេបានយកវាមកចេញមកពីarticle យើងហៅថាជាអត្ថបទសិក្សាស្រាវជ្រាវមួយបាទហ្នឹងហើយអញ្ចឹងសំណួរទី1នេះយើងត្រូវស្រង់សមត្ថកម្មអ្វីដែលគេសួរពីលើសិនបាទអញ្ចឹងយើងអាចនិយាយថា x របស់យើងនេះគឺជា the diameter at the press height of tree អញ្ចឹងអានឹងគឺជាអង្កត់ផ្ចិតរបស់ដើមឈើហ្នឹងនៅចំកន្លែងកម្ពស់ដែលវាកម្ពស់ទ្រូងរបស់វាតែម្ដងហ្នឹងគិតជា inch អូខេអញ្ចឹង x របស់យើងនៅត្រង់កន្លែងនេះដើរតាម normal distribution ទៀតហើយបាទអញ្ចឹងដែលមានស្គាល់មួយហើយនឹង standard ឬក៏ variance ហើយ min របស់យើងនៅត្រង់កន្លែងនេះមធ្យមគឺគេឲ្យមក 8.8 ហើយនឹង standard deviation 2.8 អូខេសំណួរ A ហើយយើងអាចគណនាបានខ្លីបាទសំណួរ A នៅត្រង់កន្លែងនេះរក probability ដែលអង្កត់ផ្ចិតនៃឈើដែលយើងរើសមកដល់ចៃដន្យនឹងមានអង្កត់ផ្ចិតរបស់វាយ៉ាងតិច10 inch
អូខេអញ្ចឹងមានថារក probab ដែល x របស់យើងនឹង at least មានថាធំឬក៏ស្មើ10 inch អញ្ចឹងអញ្ចឹងអានេះដូចគ្នាយើងជួសចូលទៅក្នុងទម្រង់ normal ទៅអញ្ចឹងអានេះយើងទទួលបាន1ដកជាមួយនឹង2ត្រង់កន្លែង10ដែលមិនអានេះខ្ញុំសេចឹងខុសអឺ x របស់យើងបាទនេះការពិត probab សិនទៅបាទណា probab x របស់យើងតូចជាងស្មើ10អញ្ចឹងស្មើ1ដកជាមួយនឹង probab ឬក៏2បាទ2thì យើងយក10ដក1របស់យើងគឺ 8.8 នៅលើ 2.8 បាទតោះនេះសើការគណនាឲ្យយើងត្រូវរកតម្លៃទៀតបាទអញ្ចឹងបាទស្រួលមានតែ Excel ទៅលឿនហ្នឹងហើយអានេះគឺរកឃើញ1ដក2នៅត្រង់កន្លែង 0.42 85អូខេអញ្ចឹង fee នៅត្រង់កន្លែងនេះអានេះជាតម្លៃសិតយើងទៅមើលតារាងទៀតបាទអូខេ0.42 អញ្ចឹង 0.42 មានតែនេះទេបាទអញ្ចឹង probab របស់យើងគឺ 0.6628 យើងបាន2បាន7 2និង3ណាអូខេយ៉ាងនេះស្មើជាមួយ0ចុចបាទ32.72បាទនេះយើងរកឃើញប៉ុណ្្នឹង32ឬក៏33បាទតោះពេលខ្លះដកតាមមាត់យើងដកចេញមែនបាទយើងខ្លាចតាខុស28បាទ 33.2 ត្រូវហើយអញ្ចឹងតារាងរបស់យើងមើលមិញត្រូវហើយបាទ 0.42 ហ្នឹងហើយពិតយើងយកដល់43តែម្ដងក៏បានដែរបាទហ្នឹងហើយដោយសារតែតម្លៃលេខរបស់យើងគឺនេះលេខរៀងខ្លាំងអញ្ចឹងប៉ុណ្្នឹងក៏បានដែរអញ្ចឹង probability ដែលអង្កត់ផ្ចិតយើងហៅថាអង្កត់ផ្ចិតរបស់ដើមឈើនៅត្រង់កន្លែងទ្រូងរបស់វាហ្នឹងគឺមានស្មើប៉ុណ្ណឹងគេសួរបន្តទៀតតើវាអាចលើសពី10 inch ណត់ហ្នឹងហើយអញ្ចឹងលើសពី10 inch មានថាអណ្ដើហ្នឹងឯងបាទហ្នឹងហើយអញ្ចឹងមានថា probability at least 10 inch will exceed 10 inch អញ្ចឹងប្រកាសជាលើសហើយបាទហ្នឹងហើយលើស10 inch លើស10 inch ហ្នឹង probability មានលើសរហូតដល់ 33% ហើយសំណួរ B គេសួររក probability ដែលអង្កត់ផ្ចិតរបស់ឈើដែលយើងរើសមកដល់ចៃដន្យហ្នឹងដើមឈើហ្នឹងលើសពី20 inch ទៅហ្នឹងអញ្ចឹងអានេះ B របស់យើងរក probab ដែល x របស់យើងធំជាង20 inch អញ្ចឹងគួរតែស្មើ1ដកជាមួយនឹង p x តូចស្មើ20អញ្ចឹងហ៎បាទចានេះយើងបាន1ដកជាមួយនឹង2នៅត្រង់កន្លែង20ដក 8.8 នៅលើ2.8 បាទ4
អូខេនេះគឺ1ដកជាមួយនឹង2នៃ4បាទអ្នកនរគ្នាអាចឃើញនៅក្នុងតារាងរបស់យើងគឺអត់លើសពី3.4ទេអញ្ចឹងមានថា1ដក1គឺវាសឹងតាស្មើ0ទេណាហ្នឹងហើយអាចថា approximately ប្រហែល0តែម្ដងមួយចឹងមានថាអត់មានដើមឈើណាដែលមានអង្កត់ផ្ចិតរើសទៅអាហ្នឹងកត់ផ្ចិតនៃចំកន្លែងទ្រូងមកវាកម្ពស់ទ្រូងហ្នឹងគឺស្មើ20អ៊ីងទេ20អ៊ីងគឺប្រហែលសង់ទីម៉ែត្រខ្ញុំអត់ចាំ Okay, see what is the probability that diameter of a random selecting tree will be between 5 to 10. Okay, អានេះយើងអាចរកងាយទេបាទអញ្ចឹង see យើងរក probability ដែល x របស់យើងនៅត្រង់កន្លែងនេះគឺជាកត់ផ្ចិតនឹងនៃដើមឈើនឹងចន្លោះពី10ទៅ5អញ្ចឹងនេះគឺបាន2នៅត្រង់កន្លែងបាទ10ដកជាមួយនឹង 8.8 នៅលើ 2.8 បាទដកជាមួយនឹង2នៅត្រង់កន្លែង5ដក 8.8 នៅលើ 2.8 អូខេអញ្ចឹងខ្ញុំគណនាមួយសិនតើនេះស្មើប៉ុន្មាន2នៅត្រង់កន្លែងនេះស្មើប៉ុន្មានដក2នៅត្រង់កន្លែងនេះស្មើប៉ុន្មានគេ10ដក8អានឹងដូចយើងគណនាមិញហើយហីបាទនេះ 0.42 ហើយមួយទៀតគឺត្រង់កន្លែង5អូខេអញ្ចឹងអានេះ 0.42 ឬក៏យើងយក43មកដោយសារតែលេខនៅត្រង់កន្លែងនោះអត់មានអញ្ចឹង43អានេះយើងយក1ដក 1.36 ណាប្រកួតឡើងទៀតណាអញ្ចឹងយើងរកមើលតារាងនៅខាងលើមិញយើងគណនាមិញគឺស្មើ 0.66 28នឹងលើសតិចមិញទៅជា64ណាដកនេះយើងទៅមើលតារាងតិច1.36 ចឹងដក 1.36 ចឹងនេះ0 1 2 3 4 5 6បាទ 0.80 0.0869 បាទចេះនឹង6បាទត្រូវ0.0869 បាទចឹងយើងស៊ីសងតិចprobability របស់យើងដើមឈើរបស់យើងដែលនៅក្នុងចន្លោះពី5ទៅ10អ៊ីងនោះគឺ 0.5795 អូខេគេសួរសំណួរដេគេសួររកតម្លៃសេដែលវាជាតម្លៃមួយនៅក្នុងចន្លោះពី8ដកសេហើយនិង8បូកសេបូកបញ្ចូលជាមួយនឹង 98% នៃតម្លៃរបស់គាត់ផ្ចិតនឹងដែរគាត់ផ្ចិតរបស់គាត់ផ្ចិតរបស់ដើមឈើបាទទេចឹងនេះគេឲ្យ C របស់យើងនៅក្នុងចន្លោះពី88ដក 8.8 ដក C ហើយនឹង 8.8 បូក C ចឹងគេឲ្យរក C ដោយសារនេះវាលក្ខណៈ symmetric ចឹងអ្នកនរគ្នាឯងចាំវាក្នុងការកំណត់ symmetric ណាអូខេបាទអត់បាន C ផងអត់អីវាអត់បញ្ហាអូខេអញ្ចឹងជាលក្ខណៈ symmetric មានន័យថាយើងអាចអានេះមិញគេឲ្យយើងប្រហែល 98% include 98% មានន័យថាចន្លោះហ្នឹងគឺយើងទទួលបាន 98% នៃ probability អញ្ចឹងមានថាត្រង់យើងគួរថាពេលរបស់យើង8.8 ដក C ត
តូចជាង x តូចជាង 8.8 បូក c បាទស្មើជាមួយនឹង 0.98% ហ្នឹងហើយយើងចង់រកតម្លៃ c ហ្នឹងហើយអញ្ចឹងនៅត្រង់កន្លែងនេះយើងអាចធ្វើលក្ខណៈនេះទៅដូចខាងលើដែរយើងផ្ដាច់អញ្ចឹងមានថា phi នៅត្រង់កន្លែង 8.8 បូក c ដក phi នៅត្រង់កន្លែង 8.8 ដក c ស្មើជាមួយនឹង 0.95 ក្រោយបាទអញ្ចឹងការពិតអានេះខ្ញុំដាក់ p ក៏ត្រូវខ្ញុំយក pro បាបវិញបាទដាក់ p ធម្មតាសិនបាទចឹងអានេះយើងដាក់ដូរទៅជា phi អញ្ចឹង8.8 បូក c នៅលើ 2.8 បាទដក phi នៅត្រង់កន្លែង 8.8 ដក c នៅអានេះយើងដកក៏ពិតដក1ទៀតបាទហ្នឹងហើយคลิกទៀតដក1ដក 8.8 បាទខ្ញុំលុបអត់ចេញចេះនេះមានថាយើងដក 8.8 មួយហ្នឹងហើយយើងជួននឹងចូលអានេះដក p អូអូខេ 8.8 ដក c ដក 8.8 នៅលើ 2.8 ហ្នឹងហើយអញ្ចឹងស្មើ 0.95 98ចឹងយើងទាញបាននេះសម្រួលទៅនៅសល់2នៅត្រង់កន្លែង c នៅលើ 2.8 ក៏ដូចជាដកអានេះនៅជាងបានដក phi បាទនេះមិននេះទេបាទ phi ចឹង phi ដក c នៅលើ 2.8 ស្មើជាមួយ 0.98 អញ្ចឹងខ្ញុំត្រូវលក្ខណៈ reverse បន្តិចណាចឹងនេះយើងដក1បូកជាមួយនឹង phi វិញបាទអញ្ចឹងអានេះបាន c នៅលើ 2.8 បាទស្មើ 0.98 ដូច្នេះយើងអាចបូកចូលរួមទៅយើងបាន2ដងនៃ phi ត្រង់កន្លែង c លើ 2.8 ស្មើនេះបោះទៅខាងនោះបាន 1.98 ចឹងយើងទាញបាន2ត្រង់កន្លែង c លើ 2.8 ស្មើចែកជាមួយ2យើងបាន6ចែកនឹង10ទៀត6ចែកលេខ44នេះយើងបានចែកខ្ញុំចែកលេខដាច់ទេបាទស្មើជាមួយនឹង99បាទហ្នឹងហើយចែក2ទៅបាទអញ្ចឹង99 0.99យើងអាច reverse ទៅបាទអញ្ចឹង c នៅលើ 2.8 ស្មើជាមួយ phi ដក1នៅត្រង់ 0.99យើងអាចទាញរក c អញ្ចឹងស្មើបាទ 2.8 គុណជាមួយនឹង phi ដក1នៃ 0.99 អញ្ចឹង probability នៃ 0.99 យើងឃើញតារាងរបស់យើងគឺស្មើបាទបាទរកតារាងហ្នឹងបាទ99បានហើយយើងអត់មានយកដល់លើសពីនឹងទេបាទ99នេះបាទយកនេះចុះអញ្ចឹង 2.3 ឡើងលើគឺ3អញ្ចឹង 2.33 អញ្ចឹងនាំឲ្យ c របស់យើងគឺស្មើ 2.8 បូកជាមួយនឹង 2.33 អញ្ចឹងស្មើនឹងនេះគុណបាទគុណគ្នាតាបាទ2.8 គុណជាមួយ 2.33 ស្មើនឹង 6.50 24 បាទអ៊ីងអញ្ចឹងមានថាត្រង់កន្លែងនេះដើម្បីឲ្យដើមឈើរបស់យើងមានអង្កត់ផ្ចិត
90% អាហ្នឹងមាន98%នៅក្នុងចន្លោះហ្នឹងគួរតែ x របស់យើងនឹងស្មើឬក៏ c នៅត្រង់កន្លែងហ្នឹងគួរតែស្មើ 6.9 អញ្ចឹងអ្នកនរគ្នាយកដកនេះចេញទៅអញ្ចឹងមានថា 8.8 ដក c ចេញ 6.5 តែប៉ុណ្្នឹងចុះហើយនឹង 8.8 បូក 5 6.5 អញ្ចឹងចន្លោះរបស់វានៅត្រង់កន្លែងនេះអាចពី 2.1 ទៅដល់នេះ 14 15.3 អញ្ចឹងចន្លោះនេះទៅយើងសរុបថាដើមឈើរបស់យើងដែលមានកត់ផ្ចិតពីចន្លោះហ្នឹងគឺមាន probability យើងហៅ probability នៅក្នុងចន្លោះពី 2.1 ដល់ 15.3 ហ្នឹងគឺ 98%អូខេសំណួរ F អ្នកនរគ្នាអាចអ្នកនរគ្នាអាចសាកល្បងគេនេះលើខ្លួនឯងបានអូខេលំហាត់លេខ 14 ឬក៏សំណួរលេខ 14 នៅក្នុងតេលេទី3continue random variable របស់យើងគឺនិយាយទៅពីអូខេសំណួរនេះយើងតាក់ទងជាមួយនឹងម៉ាស៊ីនមួយដែលវាផលិតជាមួយនឹង ball bearing ball bearing ដែលយើងអាចថាមាន initial set ដើម្បីមាន true average diameter របស់វានឹងប្រយោជន៍នៅត្រង់កន្លែងហ្នឹងគឺ 0.5 inch bearing ហ្នឹងយើងអាចទទួលយកបានប្រសិនបើជា diameter របស់យើងវានៅក្នុងចន្លោះអាចថានៅក្នុងវាធីង 0.004 អ៊ីងអញ្ចឹងមានថា true average របស់យើងគឺបូកដក 0.004 ហ្នឹងទៅបាទឧបមាថាបើសិនជា setting របស់យើងផ្លាស់ប្ដូរក្នុងការផលិតហ្នឹងក្នុងពេលដែលយើងមាន production ក្នុងការផលិតអីផ្សេងៗហ្នឹងអញ្ចឹង bearing របស់យើងនឹងមានទម្រង់មួយជារបាយ normal ដែល diameter របស់យើងមានមធ្យមគឺ 0.499 inch ហើយនឹង standard deviation 0.02 inch គេសួរថាតើភាគរយដែលយើងអត់ទទួលយកវាអត់ទទួលយក bearing ហ្នឹងគឺមានប្រមាណភាគរយអូខេអញ្ចឹងយើងចាប់ផ្ដើមបាទយើងរក p ដែលអាស័ព្ទសិនបាទអញ្ចឹងយើងសំណួរដែលគេចង់សួរគេសួរតើនោះយើងដាក់ពណ៌សពេលអាស័ព្ទបាទចាប់ថានេះស្មើប៉ុន្មានអញ្ចឹងចាំយើងទៅរកពេលមិនអាស័ព្ទហ្នឹងហើយ not អាស័ព្ទតបអូខេអញ្ចឹងសំណួររបស់យើងនៅត្រង់កន្លែងនេះមានទម្រង់ជា normal ហើយ true average របស់យើងគឺ 0.5 ហើយអាស័ព្ទតបនៅក្នុងចន្លោះ0.04 អញ្ចឹងមានថា 0.5 នេះដកបូកដក 0.04 ទៅហ្នឹងហើយអូខេអញ្ចឹងយើងអាចគិតអញ្ចឹងបាទចង់រកពេល not អាស័ព្ទទេបាទ not អាស័ព្ទCEPTA ហ្នឹងហើយអាស័ព្ទយើងយកអ្វីទាំងអស់ដកជាមួយនឹងអាស័ព្ទតបអញ្ចឹងមួយដកជាមួយនឹង probability ដែលយើងអាស័ព្ទបាទអាស័ព្ទនៅត្រង់កន្លែងនេះអាស័ព្ទតបអាស័ព្ទទទួលយកអញ្ចឹងពេលអាស័ព្ទនៅត្រង់កន្លែងនេះ probability ដែលយើងអាស័ព្ទគឺវានៅក្នុងចន្លោះពីនេះបាទអញ្ចឹង1ដកជាមួយនឹងពេលដែលយើងយក 0.5 បាទនិយាយ 0.5 សេជូន 0.4 ដកជាមួយនឹង 0.04 អានេះយើងតាំង x របស់យើងទៅបាទតូចឬក៏ស្មើអានេះ 0.04 បាទx ហ្នឹងហើយនឹង 0.5 ដកជាមួយនឹង 0.004 ដែរអញ្ចឹងអានេះយើងសិក្សាមើលទៅបាទយើងដកគ្នាចេញទៅយើងទទួលបានដកគ្នាអានេះបូកបាទហ្នឹងហើយអញ្ចឹងអានេះ 0.996 បាទជាមួយនឹង x ហើយនឹង 0.4 អូខេបាទអញ្ចឹងអានេះគឺជាអ្វីដែលយើងមានដូច្នេះយើងគណនារអញ្ចឹង1ដកជាមួយនឹងអានេះបើសិនយើងគិតជា probability គឺគិត phi តែម្ដងអញ្ចឹងអានេះphi យើងអាចតាំងយកតែម្ដងអញ្ចឹង 0.496 ដកមធ្យមមកគេឲ្យមកបាទប៉ុណ្ណេះ
ហើយនឹង standard deviation ប៉ុណ្នេះអូខេអញ្ចឹងយើងយកអានឹងមកដក 0.99 នៅលើ 0.002 បាទខ្ញុំខ្លាចមើលលេខច្រឡំអានេះយើងដក sorry អានេះខ្ញុំយកខុសយកអាចុងដកដើមបាទអញ្ចឹង504បាទអញ្ចឹង504អានេះគឺជា 0.496 ដក 0.499 ណែចែកជាមួយនឹង 0.002 របស់យើងដែរចឹងនេះ phi បាទអូខេបាទយើងគណនាលេខនៅត្រង់កន្លែងហ្នឹងទៅយើងនឹងឃើញចឹងអានេះខ្ញុំគណនាលេខសិនថាវាស្មើប្រមាណទី1គឺស្មើជាមួយនឹង 2.5 នេះទី2 496 ស្មើដក 1.5 អូខេអញ្ចឹងយើងរកបាន phi របស់យើងតម្លៃ z នៅត្រង់កន្លែងនេះឃើញបាទ phi នៃត្រង់នេះគឺ 2.5 បាទដកជាមួយនឹង phi នៅត្រង់កន្លែងនេះគឺដក 1.5 បាទយើងមើលតារាងដើម្បីឲ្យអស់នេះចឹង 2.5 យើងបានចុះក្រោមមួយទៀតបាទនេះ0 1 2 3បាទ 2.5 គឺនៅត្រង់កន្លែងហ្នឹងហើយអញ្ចឹង99 38អានេះដកជាមួយនឹងប្របាប់ដក 1.5 យើងទូបានដក 1.5 បាទ 0.0668 អូខេអញ្ចឹងយើងយកវាស៊ីសងគ្នាបន្តិចណាអញ្ចឹងស្មើ1ដក 0.9938 ដក 0.0 បាទគឺស្មើជាមួយនឹង 0.0073 ចឹងបើសិនយើងគុណនឹង100ទៅយើងឃើញភាគរយអញ្ចឹងមានថា probability ដែលយើងនឹងមិនអាសឹបនៅក្នុងចន្លោះហ្នឹងគឺមានប៉ុណ្ណេះបាទអញ្ចឹងអាចថា 7% បាទគុណទៅហ្នឹងហើយ 7.3% បាទវាមិនច្រើនទេប៉ុណ្ណឹងអញ្ចឹងមានន័យថាបើសិនជាយើងនិយាយទៅគឺប្រហែលជា 7.3% នៃ bearing របស់យើងផលិតទៅដែលផលិតនឹងអត់ទទួលបានការ acceptance ហ្នឹងហើយ accept ឬក៏វាអត់ជួបជាមួយនឹងspecification ដែលគេចង់ឲ្យយើងគណនាចង់បានហ្នឹងហើយអញ្ចឹង 7.3% អូខេសំណួរបន្តបាទអូខេសំណួរលេខ15គេឲ្យ x របស់យើងមានរបាយជា binomial ដែលមាន parameter គឺ n ស្មើ25និង p គេនាprobability នីមួយដោយប្រើយើងប្រហែលជាមួយនឹង normal ហ្នឹងហើយអញ្ចឹងដោយមាន continuity correction សម្រាប់ p របស់យើងគឺ 0.05 និង 0.6 និង 0.8 ហើយប្រៀបធៀបជាមួយនឹង exactly probability របស់វាផងអូខេនៅត្រង់កន្លែងនេះគេចង់និយាយថាយើងអាចគណនា probability របស់យើងនៅត្រង់កន្លែងនេះបើសិនជាវាមានរបាយ binomial ចុះបើសិនមានរបាយ binomial យើងអាច approximate binomial នឹងដោយប្រើ normal approximation ហើយបន្ថែមជាមួយនឹង correction នៅត្រង់កន្លែងហ្នឹងអញ្ចឹង unity correction ដែលគេមានអញ្ចឹងពឹងផ្អែកជាមួយនឹងមេរៀនអាច share ដល់អរគ្នាបន្តិចបាទអញ្ចឹងត្រង់កន្លែងនេះគឺជាមេរៀនខ្ញុំសុំកាត់តិចចាស់ហ្នឹងទស្សនបទទី8ទំព័រទី25ហ្នឹងហើយអូខេយើងតាំង x របស់យើងគឺជា binomial random variable
ពឹងផ្អែកជាមួយនឹង n try ដែលមាន success probability ពេកបើសិនជា binomial របស់យើងជា histogram វាអត់សូវជាល្អសម្រាប់ការទាញខាងឆ្វេងខាងស្ដាំនោះទេវាអាចប្រែប្រួលទាំងខាងឆ្វេងខ្លាំងឬក៏ខាងស្ដាំខ្លាំងអញ្ចឹងណាអានឹងគេហៅអញ្ចឹង x របស់យើងអាចមាន approximation យើងអាច approximate ជាមួយនឹង normal distribution ដែលមានមួយរបស់យើងគឺស្មើ np ហើយនឹង standard deviation របស់វាគឺរឹសនៃ n ពេគុយនៅក្នុងករណីណាមួយប្រសិនបើជា x របស់យើងស្មើ a possible សម្រាប់តម្លៃ x យើងមាន probability របស់យើងនេះអាច approximate ជាមួយនឹង binomial បានដែលមាន x n ហើយនឹង p អញ្ចឹងគឺជា area របស់ normal curve ទៅកាន់ខាងឆ្វេងនៃ x បូកថែម5អញ្ចឹងវាអាចខាងឆ្វេងឬក៏ខាងស្ដាំនឹងអាស្រ័យលើយើងបន្ថែម correction របស់វាបាទអញ្ចឹង phi របស់យើងនៅត្រង់កន្លែង x បូក 0.5 ដក np ចែកជាមួយនឹងអានេះគឺជា min អានេះគឺជា variance បាទអូខេអញ្ចឹងសំណួររបស់យើងនៅត្រង់កន្លែងហ្នឹងគឺ p គេឲ្យ probability មក correction របស់យើងគឺយើងត្រូវបូកថែម 0.5 បាទហ្នឹងហើយអូខេនេះសំណួរទី1បាទអាចចំណាំអានេះបានបាទហ្នឹងហើយអញ្ចឹងសំណួរ A បាទយើងមាន probability បាទ15តូចជាងឬក៏ x តូចជាងឬក៏20បាទអូខេអញ្ចឹងដោយសារយើងដឹងថា x របស់យើងគឺapproximate តាម normal ហ្នឹងហើយអញ្ចឹងអានេះមាន1មាន standard deviation របស់យើងដែលមួយនៅត្រង់កន្លែងនេះគឺ min របស់យើងនឹងគឺស្មើជាមួយនឹង np ហើយ standard deviation គឺយើងស្មើអ្វីដែលគេមាននៅក្នុងនេះគឺ np គុយបាទអូខេហ្នឹងហើយអញ្ចឹងយើង consider ទី1គឺp របស់យើងស្មើប៉ុន្មានហ្នឹងហើយយើងអាចចាប់ផ្ដើមពី 0.05 ទៅក៏បានដែរហ្នឹងហើយអញ្ចឹងករណីនេះខ្ញុំអាចថាករណីទី1ពេលស្មើ 0.05 ចឹងបាទឬក៏យើងរករៀងទូទៅដើម្បីយើងអាចស្រួលក្នុងការជួសតម្លៃលេខដើម្បីអាចគណនាយកតែម្ដងអញ្ចឹងណាកុំឲ្យពិបាកអូខេអញ្ចឹងអានេះជាមួយនឹង continuity correction របស់យើងគឺគេបូកដកអញ្ចឹងខ្ញុំសរសេរយកតែម្ដងទៅបាទអញ្ចឹង probability នៃ15ដែល x របស់យើងនៅចន្លោះពី15ទៅដល់20បាទអញ្ចឹងគឺ phi បាទអញ្ចឹង20ដកជាមួយនឹង15អញ្ចឹងអានេះគឺ20បូកថែម 0.5 ហើយដកជាមួយនឹង np បាទចែកជាមួយរឹសនៃn ពេលគុយអញ្ចឹងទៅបាទអូខេអានេះយើងដកថែម phi នៃបាទ15បូកថែម 0.5 sorry ខាងឆ្វេងយើងដកបាទយើងផ្លេចហ្នឹងហើយនេះដកថែម 0.5 បើខាងស្ដាំខាងនេះឧទាហរណ៍20យើងបូកខាង15យើងដកអញ្ចឹងដក np បាទចែកជាមួយនឹងរឹសnp គុយបាទអញ្ចឹងអានឹងវាអាស្រ័យទៅលើអ្វីដែលគេឲ្យមកអញ្ចឹងនៅក្នុងសំណួរខាងលើគេឲ្យ n មក25ហើយយើងអាចគណនា p ហើយអង្គុយតាមក្រោយបានអញ្ចឹងខ្ញុំអូសទៅខាងក្រោមតិចណាបាទហ្នឹងហើយអញ្ចឹងនេះយកមកសរសេរខាងនេះវិញបាទងាយស្រួលជាងព្រោះខាងនេះគឺអស់កន្លែងសរសេរហើយយើងចេះតែម្ដងចឹងនេះគឺពេហ្នឹងហើយខ្ញុំកាត់ឡើងលើដែរហ្នឹងហើយបាទអូខេករណីរបស់យើងនៅត្រង់កន្លែងនេះគឺ n ស្មើ25ហើយយើងរើសករណីទី1គឺ p ស្មើ
0.05 ខ្ញុំយកតាមួយករណីយកមកគេនេះបាទ 0.5 ហ្នឹងហើយអញ្ចឹងយើងអាចស្គាល់មួយរបស់យើងបាទមួយស្មើជាមួយនឹង0.ឬក៏ n មុនបាទអញ្ចឹង n ពេបាទ25គុណជាមួយនឹង 0.05 បាទចាំគុណតាមក្រោយហើយនឹង standard deviation របស់យើងគឺបាទ25គុណជាមួយនឹងពេរបស់យើងគឺ 0.05 គុណជាមួយនឹងគុយរបស់យើងគឺ1ដកពេហ្នឹងឯងគឺស្មើជាមួយនឹង 0.95 អញ្ចឹងនេះ25គុណទៅដើម្បីឲ្យច្បាស់កុំឲ្យគុណច្រឡំគេស្មើ1ចុចនឹងប៉ុណ្្នឹងចឹងនេះស្មើ square root 25គុណនឹង 0.05 គុណនឹង 0.95 អូខេអញ្ចឹងនេះស្មើ 0.125 នេះស្មើជាមួយនឹង 1.089 ក៏ពិតយើងដាក់ 0.9 តែម្ដងក៏បានដែរកាត់ហ្នឹងហើយកុំឲ្យច្រើនខ្ទង់ពេកអូខេអញ្ចឹង phi របស់យើងនៅត្រង់កន្លែងនេះយើងអាចជួសលេខចូលទៅបាទអញ្ចឹង phi នៅត្រង់កន្លែង20នេះគឺ25បាទ25 20.5 ដកបាទ 0.125 ចែកជាមួយនឹង 1.09 បាទដកជាមួយនឹង2ត្រង់កន្លែងនេះគឺ 14.5 បាទដកជាមួយនឹង 0.125 ហើយនឹង 1.09 បាទគេខ្ញុំគណនានេះ14គេបាទរូប top តែម្ដងបាទអញ្ចឹងនេះមានតម្លៃលេបាទអញ្ចឹង phi នៃ18.69 បាទដក phi នៅត្រង់កន្លែងនេះទៀតគឺ 13.19 ហើយបាទអញ្ចឹង approximate របស់យើងគឺស្មើ0ដោយសារនេះគឺចេញមកគឺបាន1អានេះដក1ទៀតបាទអញ្ចឹងគឺ approximate ប្រហែល0អូខេ exactly solution របស់វាតើវាស្មើប៉ុន្មានអញ្ចឹងនៅត្រង់កន្លែងនេះគេឲ្យយើង compare ជាមួយនឹង exact probability នៅត្រង់កន្លែងហ្នឹងអញ្ចឹងយើងគេនេះបាទអញ្ចឹង probability ដែលពេលនៃអូខេនេះយើងបែងចែកជា2បាទហ្នឹងហើយអញ្ចឹង phi យើងគិត probab ដែរបាទអញ្ចឹង probab នៃ x តូចជាង20ឧទាហរណ៍អញ្ចឹងគួរតែស្មើយើងគិតជា binomial អញ្ចឹងមានថាយើងត្រូវស្គាល់ n x របស់យើងបាទ binomial អញ្ចឹង n ហើយនឹង p បាទអញ្ចឹងនេះ25ហើយនឹង 0.05 អញ្ចឹងជាផលបូកបាទដូចជាយើងដាក់ e បាទការរត់ពី0ទៅដល់ n ហ្នឹងហើយ cn យកការហើយនេះគឺជា probab នៃ p ដែលយើង success មួយការអានេះ1ដក p ទៅជា x ដកការវិញបាទសំដៅ n ដកការក៏ប៉ុន្តែនេះយើងដាក់ x មិនត្រូវអានេះយើង x ទេហ្នឹងហើយដល់ x ចឹង25យកមកបាទអញ្ចឹង25ដកការដកការហ្នឹងហើយនេះគេនេះច្រើនណាស់បាទអញ្ចឹងមួយទៀតយើងអាចថាយក1ដកពេលនៃ x
ធំជាង15បាទចឹងនឹងដូចគ្នាមួយដក summation នៅត្រង់កន្លែងនេះបាទច្រើន CNK P K មួយដក P 15ដក K បាទអូខេអញ្ចឹងគុណច្រើនមែនទែនខ្ញុំគិតថាអ្នកនរគ្នាអាច verify មើលដល់ខ្លួនឯងមើលបាទថានឹងគឺស្មើប៉ុន្មាននេះចំណាយពេលក្នុងការគិតនេះយូរអញ្ចឹងបើសិនជាអាច verify ព្រោះអានេះការរត់ទៅដល់25នោះយើងបូកយូរហ្នឹងហើយអញ្ចឹងអាច verify លេខ15នឹងបានគ្រាន់ថានៅត្រង់កន្លែងនេះអ្វីដែលសំខាន់គេឲ្យ probability p មកហើយយើងអាចប្រើ correction របស់គេ Unity approximate ពី binomial ទៅប្រើប្រាស់ approximation នៅក្នុង normal វិញបាទអញ្ចឹងទម្រង់ប៉ុណ្ណឹងយើងត្រូវចាំមួយហើយនឹងចាំ phi របស់គេដែរចាំ standard deviation របស់គេដែរបាទអូខេអញ្ចឹងនេះគឺសំណួរ15ហ្នឹងឯងបាទ